กองต่อภัยรเคยกรอบมีนจำนวนใบกรอบในแขกสระแก้วสัญญาบอสมอาดบรรต่อថ្ងៃอาทิตย์ទី12ខែតុលាឆ្នាំ2025កងต่อภัยបានរកឃើញក្របមីន PMN1 ចំនួន3គ្រាប់នៅខេត្តស្រែកែវហើយបានសន្យាបន្តប្រតិបត្តិការបោះសម្អាតទោះបីគ្មានការសហការពីកម្ពុជាដើម្បីធានាសុវត្ថិភាពសាធារណៈក៏ដោយកងទ័ពភូមិន្ទថៃបានប្រកាសនៅថ្ងៃសៅរ៍ទី11ខែតុលាឆ្នាំ2025ថាក្របមីនប្រឆាំងមនុស្សចំនួន3គ្រាប់ PMN1 ត្រូវបានរកឃើញក្នុងអំឡុងពេលបេសកកម្មបោសសម្អាតនៅតំបន់បាងនងយ៉ាកែអូស្រុកខុកស៊ុងខេត្តស្រះកែវរបាយការណ៍ដែលទទួលបានពីក្រុមការងារបុរាផាបានបញ្ជាក់ថាក្របមីនទោះបីមានអាយុច្រើនក៏នៅតែមានមុខងារដដែលចាប់តាំងពីពេលនោះមកអ្នកឯកទេសបានដកចៃនិងធានាពួកគេតាមនីតិវិធីសុវត្ថិភាពស្តង់ដារបើតាមកងទ័ពក្របមីនជាសំណល់ពីចំនួនអតីតកាលដែលមិនអាចបោសសម្អាតបានទាំងស្រុងនោះទេព្រោះកន្លងមកអាជ្ញាធរកម្ពុជាបានហាមឃាត់ក្រុមថៃមិនឲ្យចូលទៅតំបន់ព្រំដែនមួយចំនួនការចូលត្រួតពិនិត្យបានបញ្ជាក់ថាមានប្រភពដើមមីនជាជនជាតិខ្មែរការរកឃើញនេះបង្ហាញពីតម្រូវការបន្ទាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងបោះសម្អាតមីនរួមគ្នារវាងប្រទេសថៃនិងកម្ពុជាដោយដែលបានព្រមព្រៀងគ្នានៅកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃទី10ខែតុលាឆ្នាំ2025កងទ័ពភូមិន្ទថៃបានបញ្ជាក់សារជាថ្មីអំពីការត្រៀមខ្លួនរបស់ខ្លួនដើម្បីបន្តប្រតិបត្តិការបោះសម្អាតដោយឯករាជ្យប្រសិនបើចាំបាច់ដោយសង្កត់ធ្ងន់អំពីកិច្ចបាត់ចិត្តរបស់ខ្លួនចំពោះសុវត្ថិភាពសាធារណៈនិងការប្រាំងភ្ជាប់ទៅនឹងស្តង់ដារមនុស្សធម៌អន្តរជាតិ